3 ខែ 6 ខែតាមទម្ងន់ទោសយកទៅកន្លែងនឹងចាក់ពុំលេនឋានដើម្បីដឹកទៅមុខកុំឲ្យពិបាកឲ្យដឹងថាតើកងទ័ពយុវជនដូចគ្នាកំពុងតែឈរជើងប្រឈមនឹងការគ្រោះថ្នាក់ស្លាប់ដោយសារខាងមុខនៅពេលដែលពួកយើងមានឱកាសមានសេរីភាពមកដើរអញ៉ៃកាប់ចាក់បំផ្លាញប្រទេសនេះខ្ញុំចង់ឲ្យអាយដាមការរឹតអាយដាមសតទេតអាយដាមវងពិសេនសិក្សាផ្លូវច្បាប់ឲ្យខ្ញុំពេចក្មេងៗទំនើបឥឡូវយើងចាប់ដាក់គុកអស់តបាយហើយចេញមកខ្លះកែខ្លះមិនកែបាច់ទៅដល់រុញទៅដល់ជួរមុខទេឲ្យគិតគូរពីការប្រើប្រាស់ការអប់រំកម្រិតណាដើម្បីអាចភ្ជាប់ជាមួយនឹងការបម្រើដល់សមរភូមិមុខមិនបាច់យកទៅកាន់កំភ្លើងបាញ់ទេយកទៅធ្វើតែចាក់ពុំលេនឋានចាក់ពុំស្អីហ្នឹងដើម្បីទៅជួយដល់កងវិស្វកម្មទៅអាហ្នឹងបាយក៏យើងត្រូវទៅឲ្យដែរជាកាតព្វកិច្ចមនុស្សធម៌តែកុំឲ្យអ្នកឯងនៅទៅនងទេកាប់ចាក់អាហ្នឹងគេហៅស្អីពីមុនណាទ្រឹស្ដីរបស់អ្នកទោសស្អីបាយស៊ីស្រាប់អាចគេសែងវិញណាអគិសនីខ្វាត់ខ្វែងផឹកឡើងទៅ3 4ក្តោគួរជាការហាត់ប្រាណនេះឥឡូវយើងមើលគឺការប្រើប្រាស់អប់រំនៅក្នុងពេលអប់រំនេះព្រោះតែក៏ទៅអនុវត្តច្បាប់ត្រូវយកចូលដាក់អប់រំនឹងជាជាងដាក់ឲ្យនៅក្នុងពន្ធនាគារអត់ធ្វើអីយកទៅដាក់គិតមើលនៅក្នុងការគ្រប់គ្រងពិសេសរបស់នគរបាលនៅកន្លែងណាមួយសម្រាប់ធ្វើការងារបម្រើឲ្យសមរភូមិមុខមើលបាទចឹងសូមឲ្យអាយដាមកើតរឹតខាងច្បាប់ជាមួយអាយដាមអគ្គស្នងការនគរបាលជាតិអគ្គបញ្ជាការដាក់ទៅ3 ខែ 6 ខែតាមទម្ងន់ទោសយកទៅកន្លែងនឹងចាក់ពុំលេនឋានដើម្បីដឹកទៅមុខកុំឲ្យពិបាកឲ្យដឹងថាតើកងទ័ពយុវជនដូចគ្នាកំពុងតែឈរជើងប្រឈមនឹងការគ្រោះថ្នាក់ស្លាប់ដោយសារខាងមុខនៅពេលដែលពួកយើងមានឱកាសមានសេរីភាពមកដើរអញ៉ៃកាប់ចាក់បំផ្លាញប្រទេសនេះបាទឲ្យវាផ្សារភ្ជាប់គ្នាទៅការលះបង់របស់យុវជនឲ្យមើលបាទសូមសិក្សាឲ្យលឿនព្រោះឥឡូវតតែអញ្ចឹងខ្លះបាទបាច់ពី3ក្តោគោជាការហាត់ប្រាណទេចាក់កមុបបេតុង10 20ជាការហាត់ប្រាណនឹងជាការល្អជាង